បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទម៉ូតូនេះគឺពីថ្ងៃមុនបាទដោយសារម៉ូតូគុំនេះគឺមានបញ្ហាជ្រាបនៅតាមរោងកន្លះបាទមិនដល់ឲ្យគេថាធ្លាក់ហើយបាទហើយផ្សេងឥឡូវយើងចាប់ដើមរើហើយបងប្អូនបាទបន្ទាប់ពីយើងរើរួចហើយយើងពិនិត្យមើលសប៉ាប់មើលវីស្តុងក៏ឃើញនៅសភាពដែលយើងគាត់សម្គាល់ហើយបាទគឺបញ្ហាវីស្តុងគឺខូចអស់ហើយសប៉ាប់គាត់គឺខូចដែរបាទគឺនៅក្នុងសប៉ាប់បាទបញ្ហាគឺលងសប៉ាប់នេះបណ្ដាលឲ្យហុចចៃផងដែរបងប្អូនបាទលងឡត់លងសប៉ាប់ឥឡូវយើងដូរនៅសប៉ាប់មួយគូឡត់មួយបាទឥឡូវចាប់ផ្ដើមយើងសេសប៉ាប់ឲ្យរួចរាល់ហើយដាក់បញ្ចូលនៅសប៉ាប់ទៅវិញបាទឥឡូវចាប់ផ្ដើមបញ្ចូលនៅហ្វឺតដើម្បីការពារនៅតុបប្រេងបាទធ្វើតុបប្រេងបាទហ្វឺតនេះដូចជាព្រីបតាមដូចជាយើងធ្វើហ្វឺតបូមមកដែរបងប្អូនបាទហ្វឺតនេះគឺការពារប្រេងហ្នឹងបងប្អូនបាទកាលណាហ្វឺតនេះបើសិនជាលងហ្វឺតនេះក៏អាចជ្រាបប្រេងហុចផ្សែងផងដែរបាទហើយអាការៈហុចផ្សែងនៅសប៉ាប់នោះគឺមានអាការៈផ្សេងគ្នាបាទពេលម៉ូតូខ្លះគឺពេលត្រជាក់ទៅគឺថាហុចផ្សែងបាទហុចផ្សែងបងប្អូនបាទដល់ពេលម៉ាស៊ីនក្រៅវិញបាត់ហុចផ្សែងណែអាការៈវាចំណាយខុសអញ្ចឹងបងប្អូនបាទឥឡូវចាប់ផ្ដើមផ្សេងសប៉ាប់ឲ្យរួចដល់ហើយយើងចាប់ផ្ដើមរៀបនៅថាកញ្ចក់ដាក់នៅជាមួយនៅសប៉ាប់បញ្ចូលទៅវិញបាទឥឡូវចាប់ផ្ដើមសកត់ទៅព្រឹបបាទយើងមានឧបករណ៍អ៊ីនធឺណិតបាទគឺខ្ញុំបញ្ចូលនៅបែបនេះបងប្អូនបាទយើងបញ្ចូលបាទលើរួចដល់ហើយបាទដូចមួយហៀងលើមួយហៀងទៀតបាទហើយមើលយើងបញ្ចូលរួចដល់គឺយើងទៅសង្កត់មើលផងដែរការពារខ្លាចយើងដាក់ទៅអត់សុបបងប្អូនបាទអាចនឹងជ្រុះអញ្ចឹងពេលបញ្ចូលរួចគឺយើងត្រូវយកដៃយើងរុញលួមើលសិនបើសិនជាចប់អស់ហើយនឹងតែអេបងប្អូនបាទឥឡូវយើងបញ្ចូលទៀតនេះបាទក្រឹបឃើញហ្នឹងបងប្អូនបាទហើយយកមកលួមកបាទដៃយើងរុញមកលួមកបើសិនជាយើងបញ្ចូលអត់សុបទេគឺអាចនឹងល្បូតវិញអញ្ចឹងយើងលួមើលសិនឃើញបងប្អូនបាទហើយយើងលួដាក់រួចរាល់ហើយបន្តទៀតគឺយើងផ្ដើមដាក់នៅជាមួយនឹងដែលយើងហៅថាខ្នើយបាទឥឡូវចាប់ផ្ដើមយើងដាក់បញ្ចូលទៅហើយមុននឹងដាក់បញ្ចូលគឺយើងដាក់ប្រេងតាមពីដើមផងដែរបងប្អូនបាទយើងដាក់ចូលហ្នឹងហើយឥឡូវយើងប្រើដាក់នៅជាមួយចង្កៀហើយមុននឹងដាក់ចូលបងប្អូនត្រូវពិនិត្យមើលផងបាទតែចង្កៀនឹងសឹកខ្លាំងឬក៏មិនអាចប្រើប្រាស់បានបើសឹកខ្លាំងយើងត្រូវផ្លាស់ប្ដូរនៅដាក់ចង្កៀថ្មីបាទដើម្បីយើងបញ្ឆេះទៅគឺឲ្យទៅតង់ស្តង់ដារស្រួលបញ្ឆេះផងដែរបាទហើយជាមួយនឹងអាក់នេះគឺយើងត្រូវមើលបាទកន្លែងមានរុនគឺមានស្រែមកតែយើងនេះគឺអត់មានទេបាទហើយរុនមានស្រែគឺយើងដាក់ចេញមកខាងក្រៅបងបាទខ្ញុំធ្លាប់រើសាមុនគឺធ្លាប់ជួបបាទបងជាងមុនគឺគាត់ខ្លះគាត់ប្រហែលជាគាត់រៀបទៅគាត់បន្តនៅបានមើលក៏ដែរបាទគឺរុនមានស្រែក៏ដាក់ចូលទៅខាងក្នុងគឺមានផលវិបាកបន្តិចបាទដល់ពេលយើងយកចេញបាទយើងត្រូវប្រើនៅខ្ចៅវិញសម្រាប់ដកចេញវិញដល់ពេលយើងដាក់ត្រូវស្តង់ដារគេគឺបែររុនមានស្រែចេញខាងក្រៅគឺដើម្បីស្រួលយកចេញបាទឥឡូវយើងចាប់ផ្ដើមចូលនៅចង្កៀចង្កៀយើងរួចរាល់ហើយបាទហើយយកយើងរឹតនៅសប៉ាប់បាទដើម្បីរឹតនៅសប៉ាប់គឺយើងត្រូវដឹងសើសប៉ាប់នោះត្រូវរឹតបណ្ណាឲ្យបណ្ណាបាទរឹតខ្លាំងពេកគឺមិនធូរពេកបាទប៉ុន្តែម៉ូតូខ្លះគឺភាគច្រើនយើងរឹតសប៉ាប់ទៅគឺមុនដំបូងគឺរៀងលន់បន្តិចបាទលន់ហើយម្ចាស់ម៉ូតូខ្លះគឺគាត់ចង់ឲ្យម៉ូតូគាត់ស្ងាត់បាទគាត់អត់ដឹងពីមូលហេតុដែលស្ងាត់ពេកទេបាទអញ្ចឹងម៉ូតូដែលមានបញ្ហាគឺស្ងាត់ខ្លាំងពេកគឺជាងទៀតហ្នឹងគឺសប៉ាប់ហ្នឹងគឺត្រូវរឹតឲ្យតឹងបាទកាលណាឲ្យតឹងខ្លាំងពេកគឺបណ្ដាលឲ្យម៉ូតូហ្នឹងវាឆាប់ឆេះសប៉ាប់បាទកាលណាឆេះសប៉ាប់ហើយគឺសម្ពាធភ្លើងខ្យល់ហ្នឹងគឺបិទអត់ចិត្តទេអត់បិទចិត្តហ្នឹងគឺបណ្ដាលឲ្យម៉ូតូហ្នឹងគឺចាប់ផ្ដើមខ្សោយបាទខ្សោយគឺបន្តមកជាងទៀតបាទធ្វើបានប្រហែលខែម៉ូតូនេះចាប់ផ្ដើមធ្លាក់កម្លាំងអត់ខ្លាំងទេបាទគឺម៉ូតូហ្នឹងគឺវាខ្សោយអញ្ចឹងគឺថាយើងរឹតសប៉ាប់គឺយើងត្រូវមានរបស់ដែលយើងត្រូវរឹតផងដែរបាទមិនមែនតែរឹតឲ្យទៅតឹងឲ្យទៅស្ងាត់ហើយម៉ូតូស្ងាត់ហើយម៉ូតូខ្លះគឺរឹតសប៉ាប់តឹងខ្លាំងពេកគឺបណ្ដាលឲ្យឆេះសប៉ាប់ហ្នឹងបាទឥឡូវយើងចាប់ផ្ដើមរៀបចំនៅជាមួយនឹងប៊ីស្តុងជាមួយនឹងដៃយើងនេះទៅវិញបាទហើយចាប់ផ្ដើមដាក់នៅប៊ីស្តុងថ្មីហើយការដាក់ប៊ីស្តុងខ្លះគឺឃើញម៉ូតូមួយចំនួនខ្លះគឺគាត់ចំណាំតាមអសរខ្លះក៏គាត់ចំណាំតាមចំណិតនៅលើប៊ីស្តុងបាទឥឡូវចាប់ផ្ដើមដាក់ជាមួយព្រាយើងសិនមុនដាក់ចូលគឺត្រូវដាក់កណាត់ទេបងប្អូនបាទការពារខ្លាច